យើងដឹងថាពួកគេបានវាយប្រហារចូលមកក្នុងទឹកដីកម្ពុជាប៉ុន្តែតើពួកគេចង់ចូលដល់ចំណុចណាយើងពិតជាមិនដឹងថាតើយោធាថៃចង់បានអ្វីនៅពេលនេះកម្ពុជាកំពុងការពារអធិបតេយ្យភាពរបស់ពួកគេអ្វីដែលបាននិយាយមុននេះគឺមិនត្រឹមត្រូវទាំងស្រុងនោះទេ this conflict is taking ចំនួនរវាងកម្ពុជានិងថៃកំពុងកើតឡើងដែលជាទីតាំងនៃសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិនេះគឺជាប្រាសាទដែលឧទ្ទិសទៅដល់សាសនាហិណ្ឌូដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនៅក្នុងករណីនេះប្រាសាទទាំងនេះកំពុងត្រូវបានបំផ្លាញខណៈពេលដែលយើងកំពុងពិភាក្សាតែពិតដែរឬទេ are they being destroyed as we speak are they or Yes, they are. ចាស់ពិតក្នុងនោះមានប្រាសាទតាក្របីដូចដែលយើងទើបនឹងបានឃើញនៅលើអេក្រង់អំបញ្ញមិញនេះប្រាសាទនេះត្រូវបានបំផ្លាញកាលពីម្សិលមិញ11ធ្នូ2025បើខ្ញុំចាំមិនខុសខ្ញុំពិតជាខូចចិត្តណាស់យើងក៏ឃើញថាប្រាសាទព្រះវិហារត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរអំឡុងការប្រយុទ្ធគ្នាកាលពីខែកក្កដាហើយឥឡូវនេះផ្នែកសំខាន់នៃតួប្រាសាទនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរដូច្នេះខ្ញុំចង់ត្រឡប់ទៅនិយាយអំពីប្រវត្តិប្រាសាទព្រះវិហារបន្តិចប្រាសាទនេះទទួលបានការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថាជារបស់កម្ពុជាវាជាសេចក្តីសម្រេចតាំងពីឆ្នាំ1962ហើយវាត្រូវអះអាងម្ដងទៀតក្នុងឆ្នាំ2013 yeah even ទោះបីជាប្រាសាទទាំងនេះស្ថិតនៅព្រំដែនយើងឃើញនៅលើផែនទីថាប្រាសាទទាំងនេះស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា Yeah, it has been ruled as ចាប្រាសាទនេះត្រូវបានកាត់សេចក្តីថាជាប្រាសាទរបស់កម្ពុជាដូច្នេះខ្ញុំចង់និយាយថាវាជារឿងមិនអាចទទួលយកបាននោះទេដែលអំពើឈ្លានពាននេះបានបង្កផលប៉ះពាល់ដល់ប្រាសាទទាំងនេះ and these temples ហើយប្រាសាទទាំងនេះត្រូវបានសាងសង់នៅអំឡុងចក្រភពអង្គរដែលជាសម័យរុងរឿងនៃប្រវត្តិសាស្ត្រកម្ពុជាដែលសៀមនៅពេលនោះត្រូវបានចាត់ទុកថាជានគរតូចតាចនៅក្បែរខាងនៅឡើយ second rate the Hicks are living next door Sunai Fasuk I just feel compelled to fix the ខ្ញុំគ្រាន់តែចង់លើកឡើងថាអ្វីដែលបាននិយាយមុននេះគឺមិនត្រឹមត្រូវទាំងស្រុងនោះទេបាទយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌដូចជាព្រះវិហារតាក្របីនិងតាមាន់ធំប៉ុន្តែយើងត្រូវយល់ពីបរិបទរបស់ទីតាំងទាំងនោះត្រូវបានគេប្រើក្នុងគោលបំណងជាមូលដ្ឋានយោធាមានផតាំងបង្ហាញថាមានលែនដ្ឋានសម្រាប់ទាហានពីខាងកម្ពុជាសម្រាប់លាក់ខ្លួននិងបាញ់ចេញពីទីតាំងទាំងនោះដែលបំពានច្បាប់អន្តរជាតិថាជាទីតាំងវប្បធម៌មិនអាចប្រើប្រាស់សម្រាប់គោលបំណងយោធាបើយើងចង់បន្ទោសយើងត្រូវបន្ទោសភាគីទាំងពីរដោយដែលយើងដឹងហើយវាដូចជាមេមន់និងពងមន់អញ្ចឹង is in clear violation of international law ពីព្រោះទីតាំងទាំងនេះត្រូវបានគេប្រើក្នុងគោលបំណងយោធាហើយនៅពេលថៃធ្វើការវាយប្រហារប្រទេសថៃបានអះអាងថាពួកគេវាយប្រហារដើម្បីបន្សាបការគំរាមកំហែងផ្នែកយោធាដែលមិនខ្វល់ពីការពិតថាការគំរាមកំហែងមានទីតាំងនៅសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេដូច្នេះខ្ញុំគិតថាដើម្បីយុត្តិធម៌យើងត្រូវបន្ទោសភាគីទាំងពីរដែលបានប្រើប្រាស់ទីតាំងវប្បធម៌ក្នុងគោលបំណងយោធាដែលខុសយ៉ាងធ្ងន់ធ្ងរហើយពិតជាសោកស្ដាយណាស់ដែលយើងឃើញការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទីតាំងទាំងនោះ So I think to be fair we need to blame both sides I for really using cultural location for military purposes which is seriously wrong and it is very sad to see severe destruction to those locations ខ្ញុំមិនយល់ស្របថានេះជាការរំលោភច្បាប់អន្តរជាតិនោះទេប៉ុន្តែវាជាការរំលោភលើអនុសញ្ញាក្រុងឡាអេទៅវិញហើយខ្ញុំគិតថាយើងកំពុងពិភាក្សាលើចំណុចសំខាន់មួយថាតើអ្វីជាចុងបញ្ចប់នេះជាអ្វីដែលយើងមិនដឹងនៅឋានៈនេះយើងពិតជាមិនដឹងថាតើយោធាថៃចង់បានអ្វីនៅពេលនេះយើងដឹងថាមេបញ្ជាការថៃបាននិយាយទៅកាន់សារព័ត៌មាន The Nation ថាចង់បំបាក់សមត្ថភាពយោធារបស់កម្ពុជាប៉ុន្តែយើងនៅតែមិនដឹងថាតើប្រទេសថៃកំពុងចង់បានអ្វីផ្លាស់ប្ដូររបស់យើងដឹងថាពួកគេបានវាយប្រហារចូលមកក្នុងទឹកដីកម្ពុជាប៉ុន្តែតើពួកគេចង់ចូលដល់ចំណុចណា territory. to give you a couple of ខ្ញុំសូមជូនស្ថិតិពី3ទៅចុះកងកម្លាំងប្រដាប់អាវុធកម្ពុជាមានប្រហែល 124,000 នាក់និងមានថវិកា 1.3 លានកងកម្លាំងប្រដាប់អាវុធថៃមានទំហំធំជាងកម្ពុជាដល់ទៅ3ដងក្នុងចំនួនទាហាន 36,000 នាក់ដែលមានថវិកាចំនួន 5.3 លានថៃមានទ័ពអាកាសកម្ពុជាមិនមានទេអញ្ចឹងបើតាមការគណនាលើមូលដ្ឋានរបស់យោធានេះគឺមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាននោះទេប៉ុន្តែកម្ពុជាកំពុងការពារអធិបតេយ្យភាពរបស់ពួកគេ because Cambodia and China តែចិនមិនចូលខ្លួនក្នុងករណីនេះមែនទេពីព្រោះកម្ពុជានិងចិនជិតស្និទ្ធនឹងគ្នា I think at some point ខ្ញុំគិតថានៅពេលណាមួយចិននឹងមកធ្វើអន្តរាគមន៍ពីព្រោះបាននិយាយពីមជ្ឈមណ្ឌលឆោបោកដែលចេញមកពីប្រទេសចិនដោយខ្លួនឯងដូច្នេះខ្ញុំគិតថានៅពេលណាមួយខាងមុខចិនមិនចង់ឃើញអស្ថិរភាពនៅតាមព្រំដែននៃប្រទេសទាំងនេះនោះទេយើងឃើញថា
កម្ពុជាប្រហែលជាជិតស្និទ្ធជាមួយចិនជាជាងប្រទេសថៃប៉ុន្តែប្រទេសថៃព្យាយាមការពារទំនាក់ទំនងល្អរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកហើយក៏ព្យាយាមមានទំនាក់ទំនងល្អគួរសមជាមួយប្រទេសចិនផងដែរ Healthy kind of relationship with China.